បុរសដែលសវឹងជោគជាំម្នាក់ទៅតែមកដល់ផ្ទះក៏បានឃើញទស្សនភាពដ៏រន្ធត់មួយភរិយារបស់គាត់កំពុងតែនៅក្នុងអាងងូតទឹកភ្នែកឡើងសនិងរាងកាយប្រកាច់ពេលដែលគាត់រៀបនឹងលើកនាងចេញគាត់ក៏បានឃើញកូនប្រុសរបស់គាត់លង់ទឹកនៅបាតអាងគាត់ក៏បានដាក់ប្រពន្ធចុះហើយជ្រើសរើសជួយកូនប្រុសមុនរួចក៏ទេទៅលេខ120ប៉ុន្តែមិនទាន់ទាំងបានធូរចិត្តផងភរិយាដែលទើបតែបញ្ជូនទៅដល់មន្ទីរពេទ្យដើម្បីពិនិត្យក៏មានបញ្ហាម្ដងទៀតគេឃើញនាងស្រាប់តែឡើងរឹងខ្លួនសាច់ដុំពេញរាងកាយកំពុងតែប្រកាច់នាងភ័យខ្លាចរហូតស្រែកយំយ៉ាងខ្លាំងហាក់ដូចជារាងកាយនេះមិនមែនជារបស់នាងអញ្ចឹងរោគសញ្ញាចម្លែកនេះសូម្បីតែគ្រូពេទ្យក៏មិនដែលជួបដែរទោះបីជាឆ្លងកាត់ការព្យាបាលនាងបានធូរស្រាលវិញក៏ដោយប៉ុន្តែអ្វីដែលចម្លែកនោះគឺការពិនិត្យដែលគួរធ្វើគឺបានធ្វើអស់ហើយតែមិនឃើញមានអ្វីខុសប្រក្រតីឡើយកុំថាឡើយរោគមូលហេតុដែលធ្វើឲ្យនាងប្រកាច់ពេញខ្លួននោះក្នុងពេលជាមួយគ្នានោះនៅក្នុងបន្ទប់ទារកដែលទើបតែជួយសង្គ្រោះបានកម្រិតអុកស៊ីហ្សែនក្នុងឈាមស្រាប់តែធ្លាក់ចុះយ៉ាងខ្លាំងគ្រូពេទ្យក៏បានយកម្ជុលមកចាក់ចូលទៅក្នុងទ្រូងរបស់ទារកភ្លាមបន្ទាប់ពីខ្យល់ខាងក្នុងត្រូវបានបញ្ចេញមុខងារសួតក៏ចាប់ផ្ដើមមានសភាពធម្មតាឡើងវិញរឿងបែបនេះបានកើតឡើងមានន័យថាសួតរបស់ក្មេងនេះច្បាស់ជាមានបញ្ហាហើយប៉ុន្តែបន្ទាប់ពីតាមដានអស់កន្លះថ្ងៃក៏មិនឃើញមានអ្វីខុសប្លែកទៀតដែរឃើញស្វាមី3កូនមកដល់មុខភរិយាមានទឹកមុខស្ដាយក្រោយយ៉ាងខ្លាំងនាងបានថាត់ថ្ពាល់កូនយ៉ាងថ្នមគ្រូពេទ្យនៅខាងក្រៅបង្អួចថែមទាំងត្រូវបានចាញ់បោកដោយទស្សនវិជ្ជាដ៏កក់ក្ដៅនេះទៀតផងគេមិននឹងទាល់តែសោះថាស្ត្រីនៅចំពោះមុខនេះគ្រាន់តែពាក់ស្រទាប់ក្រៅដ៏ទន់ភ្លន់ប៉ុណ្ណោះដោយសារតែរោគមូលហេតុមិនឃើញគ្រូពេទ្យក៏រៀបនឹងប្រាប់ឲ្យពួកគេចេញពីមន្ទីរពេទ្យប៉ុន្តែមិនទាន់ទាំងដើរចូលបន្ទប់ផងក៏ឮសំឡេងយំខ្សៅរបស់ទារកចេញពីខាងក្នុងដោយដឹងថាមិនស្រួលគាត់ក៏បោះឈើច្រត់ចោលរួចរត់ចូលទៅខាងក្នុងភ្លាមគាត់ក៏បានឃើញស្ត្រីនោះកំពុងតែយកខ្នើយសង្កត់មុខកូនប្រុសយ៉ាងខ្លាំងដើម្បីឲ្យកូនថប់ដង្ហើមស្លាប់ទោះបីជាគ្រូពេទ្យរៀបរៀងទាន់ពេលក៏ដោយប៉ុន្តែនៅពេលដែលពិនិត្យមើលស្ថានភាពទារកគាត់ក៏បានឃើញថាក្មេងនោះបានសន្លប់បាត់ទៅហើយគាត់មកខាងធ្វើចលនាបេះដូងមកខាងទៀតហៅឡានសង្គ្រោះបន្ទាន់ទោះបីជាកូនប្រុសបានចូលបន្ទប់សង្គ្រោះបន្ទាន់ក៏ដោយបរិសុទ្ធជាប្តីនៅតែមិនជឿថាប្រពន្ធខ្លួនឯងហ៊ានធ្វើបាបកូនបង្កើតរបស់ខ្លួនឡើយរហូតដល់ភរិយាសារភាពគ្រប់យ៉ាងថានៅក្នុងខួរក្បាលរបស់នាងតែងតែមានសម្លេងមួយប្រាប់ឲ្យនាងសម្លាប់កូនចោលនាងរស់នៅក្បែរមាត់ជ្រោះនៃការបាក់ទឹកចិត្តរាល់ថ្ងៃតាមពិតទៅនៅក្នុងអាងូតទឹកនៅផ្ទះនាងក៏បានធ្វើឲ្យកូនលង់ទឹកដែរគ្រាន់តែពាក់កណ្ដាលទីនាងស្រាប់តែមានអាការៈប្រកាច់ប៉ុណ្ណោះគ្រូពេទ្យយល់ថាស្ត្រីម្នាក់នេះមានរោគសញ្ញាវង្វេងវង្វាន់ក្នុងខួរក្បាលដូច្នេះគាត់ក៏ឲ្យកូនចៅភ្ជាប់ម៉ាស៊ីនវាស់រលកខួរក្បាលនិងប្រើពន្លឺភ្លើងដើម្បីរំញោចនាងប្រសិនបើវាជាការវង្វេងវង្វាន់មែននោះសកម្មភាពខួរក្បាលនឹងកើនឡើងលឿននៅពេលមានរំញោចបើមិនលឿនទេមានន័យថានាងធ្វើពុតជាឈឺដើម្បីសម្លាប់កូនប៉ុន្តែបន្ទាប់ពីសង្កេតអស់កន្លះថ្ងៃរលកខួរក្បាលរបស់នាងមិនត្រឹមតែមិនលឿនទេផ្ទុយទៅវិញវាកាន់តែយឺតទៅដៃរបស់នាងចាប់ផ្ដើមក្តាប់ដោយមិនដឹងខ្លួនហើយបបោមាត់ក៏ធ្វើចលនាជញ្ជក់ដដែលគ្រូពេទ្យសន្និដ្ឋានថានាងមានអាការៈវង្វេងវង្វាន់ដោយសារកង្វះជាតិអំបិលប៉ុន្តែតើមូលហេតុអ្វីដែលបណ្ដាលឲ្យខ្វះជាតិអំបិលទៅវិញក្នុងពេលជាមួយគ្នានោះនៅក្នុងបន្ទប់សង្គ្រោះដោយសារតែតម្រងនោមរបស់ទារកខូចខាតធ្ងន់ធ្ងរត្រូវការលាងឈាមប៉ុន្តែទើបតែធ្វើបានពាក់កណ្ដាលម៉ាស៊ីនតាមដានក៏បន្លឺសម្លេងអាសន្នឡើងព្រោះជាតិប៉ូតាស្យូមក្នុងឈាមខ្ពស់ពេកធ្វើឲ្យបេះដូងឈប់ដើរទោះបីជាគ្រូពេទ្យព្យាយាមផ្ដល់ថ្នាំបញ្ឈប់ក៏ដោយក៏មិនអាចជួយសង្គ្រោះបានដែរជាចុងក្រោយជីវិតដ៏តូចទាបនេះក៏បានស្លាប់បាត់ទៅម្ដាយដែលបានដឹងរឿងនេះក៏បន្ទោសខ្លួនឯងរហូតយំយ៉ាងខ្លាំងស្ថានភាពជំងឺរបស់នាងក៏កាន់តែអាក្រក់ទៅអាក្រក់ដោយចាប់ផ្ដើមខ្ជាក់ឈាមយ៉ាងច្រើនម្ដាយខ្វះជាតិអំបិលនិងខ្ជាក់ឈាមចំណែកកូនមិនអាចស្រូបយកថ្នាំបានរហូតដល់ស្លាប់គ្រូពេទ្យស្រាប់តែមានគំនិតមួយគាត់បានទៅរកឪពុករបស់ក្មេងនោះហើយនិយាយថាកូនប្រុសនិងម្ដាយប្រហែលជាមានជំងឺដូចគ្នាឥឡូវនេះត្រូវការវះកាត់សាកសពកូនដើម្បីរកចម្លើយបើមិនចឹងទេម្ដាយរបស់ក្មេងនេះក៏នឹងត្រូវស្លាប់ដោយសារជំងឺនេះដែរមិននឹកស្មានថាបរិសុទ្ធនោះបដិសេធភ្លាមឡើយគាត់មិនអនុញ្ញាតឲ្យវះកាត់សាកសពកូនដើម្បីជួយសង្គ្រោះមនុស្សដែលសម្លាប់កូននោះទេគ្រូពេទ្យក៏បានជេរប្រុសម្នាក់នោះថាជាឃាតករពិតប្រាកដប្រសិនបើជារៀងរាល់ថ្ងៃគាត់មិនទៅផឹកស្រាដើម្បីបំបត្តិទុក្ខហើយផ្ដល់ការយកចិត្តទុកដាក់ដល់ប្រពន្ធកូនឲ្យបានច្រើនទេនោះរឿងទាំងនេះក៏មិនកើតឡើងដែរទីចុងក្រោយបរិសុទ្ធនោះក៏យកព្រមឲ្យវះកាត់សាកសពបន្ទាប់ពីពិនិត្យរួចក្រុមគ្រូពេទ្យបានរកឃើញថាពោះវៀនរបស់ក្មេងនោះមានសភាពស្វិតឬបែបនេះគ្រូពេទ្យក៏ដឹងពីជំងឺភ្លាមក្មេងនោះប្រហែលជាមានជំងឺសេលីអាកជំងឺមិនបំបែកជាតិម្សៅជំងឺនេះនឹងធ្វើឲ្យរាងកាយមិនអាចស្រូបយកអាហារបានកុំថាឡើយដល់ថ្នាំពេទ្យហើយម្ដាយរបស់គេក៏មានជំងឺនេះដូចគ្នាដែរបូករួមនឹងសម្ពាធជីវិតការបាក់ទឹកចិត្តក្រោយសម្រាប់កូននិងប្តីដែលសង្វឹងខួបទៀតនោះជាចុងក្រោយក៏បណ្ដាលឲ្យនាងមានបញ្ហាផ្លូវចិត្តរហូតចង់សម្លាប់កូនប៉ុន្តែក្រុមគ្រូពេទ្យនៅតែមានចម្ងល់ជំងឺសេលីអាកធ្វើឲ្យខ្វះអាហារូបត្ថម្ភប៉ុន្តែហេតុអ្វីបានជាជាតិកាល់ស្យូមក្នុងឈាមរបស់ម្ដាយនិងកូនខ្ពស់ម្ល៉េះគ្រូពេទ្យបានប្រាប់ថាជំងឺនេះអាចបង្កជាមហារីកក្រពេញផារីថៃរ៉ុយវានឹងធ្វើឲ្យកម្រិតកាល់ស្យូមក្នុងឈាមកើនឡើងបន្ទាប់ពីពិនិត្យរួចឃើញថាស្ត្រីនោះពិតជាមានមហារីកមែនទោះបីជានៅមានសង្ឃឹមក្នុងការព្យាបាលប៉ុន្តែស្ត្រីនោះបានសម្រេចចិត្តបោះបង់ការដែលធ្វើឲ្យកូនស្លាប់ដោយប្រយោលធ្វើឲ្យនាងមានវិបដិសារីយ៉ាងខ្លាំងពេលនេះនាងសង្ឃឹមថានឹងស្លាប់ទៅពិភពម្ខាងទៀតដើម្បីបន្តមើលថែកូនប្រុសលើកនេះសូម្បីតែគ្រូពេទ្យក៏ជ្រើសរើសគោរពការសម្រេចចិត្តរបស់នាងដែរបរិសុទ្ធជាប្តីជាចុងក្រោយក៏បានមកដល់បន្ទប់ប្រពន្ធគាត់មិនបានខាត់នាងអព្យាបាលទេប៉ុន្តែបានប្រាប់នាងថាបើស្លាប់ទៅបានជួបកូនសូមជួយប្រាប់កូនផងថាប៉ាសុំទោសសម្រាប់បងប្អូនដែលចង់មើលភាគបន្តអាចចុច link នៅក្រោម comment ជា channel YouTube របស់ខ្ញុំសូមអរគុណ